បាទពុកម៉ែបងប្អូនណាឥឡូវនេះពួកខ្ញុំចាប់ផ្ដើមឡើងទៅលើហើយបាទហ្នឹងហើយឡើងលើភ្នំពុកម៉ែបងប្អូនដើម្បីយកផ្កាឈូកទៅបូជានៅកន្លែងព្រះអង្គណាបាទនៅកន្លែងព្រះសមនីចេតិយនៅលើខ្ពស់ដែរតាពុកម៉ែបងប្អូនបាទនេះឡើងចុកជើងដែរបាទហើយក្នុងវីដេអូនេះគឺថាថ្ងៃហ្នឹងមនុស្សឡើងភ្នំច្រើនមែនទែនពុកម៉ែបងប្អូនហើយបាទចុះហ្នឹងមិនសូវប៉ុន្មានទេឡើងច្រើនមែនទែនពុកម៉ែបងប្អូនបាទហ្នឹងហើយទាំងគេទាំងយើងថ្ងៃជប់សម្រាប់បាទហ្នឹងហើយពុកម៉ែបងប្អូនដែរឡើងភ្នំកុំខំពេកហត់ឡើងណាសម្រាប់ឡើងហ្នឹងបាទជប់ហត់ចាំយើងឡើងទៅលើទៀតពុកម៉ែបងប្អូនបាទហ្នឹងហើយ3នាក់ឪកូនបាទហើយនេះស្វាគេបាននំអីទេពុកម៉ែបងប្អូននៅកំពុងស៊ីសត្វស្វាបាទហ្នឹងហើយស្រស់ស្រាយណាស់ឥឡូវឡើងដល់លើហើយពុកម៉ែបងប្អូនបាទដល់កន្លែងព្រះសមនីចេតិយខ្ញុំឲ្យកូនខ្ញុំយកផ្កាឈូកនិងធុងទៅថ្វាយដល់ព្រះអង្គបាទហ្នឹងហើយអត់សុំអីច្រើនទេគឺធំឆ្នាំថ្មីហ្នឹងកុំឲ្យមានជំងឺឈឺស្កាត់ហ្នឹងច្រើនពេកសុខសប្បាយហេងទាំងអស់គ្នាបងប្អូនឆ្នាំថ្មីជូនពរឲ្យសុខសប្បាយទាំងអស់គ្នាទាំងអ្នកនៅចិត្តអ្នកនៅឆ្ងាយណាក៏ដោយថាសុខសប្បាយទាំងអស់គ្នាទៅឆ្នាំថ្មីបាទសូមឲ្យមានសិរីសួស្តីចម្រុងចម្រើនលាភធំសំណាងល្អហេងទាំងអស់គ្នាពុកម៉ែបងប្អូនបាទជម្រាបលាបាយបាយ